Xôm group chấm riệp xua bụng mai bong ôn tỉnh ở khné đai ba ngày ní chấm thua video bẹ pon thằng ca ba chi sơ sa tí pí hơi dừng ba chi ní cứ chương ba lợt tí pí hai bụng mai bong ôn hơi sự cam phim nó không ngày ní cứ nhom hai năng ở bộ bọc nhom cầm pung để thua ca lia chi bụng mai bong ôn đời xa tay dương ba vẹ pi đôi chân này dương trời ca ba chi so lia cho mùi nắng chi phải chờ đầm bay ở sâu dương là ó rừng đàm bụng màng ôn hai khi nhom co mình plek đai bụng màng ôn cứ chi chùm nuôi rư chi tà ly ní bụng màng ôn cứ dương bài tới thua ở sâu bỏ dương chặt rư bàn trừ chẳng tới thua ở sâu bỏ dương là ô bàn dú chặt rư bàn trừ thua ở sâu bỏ dương là ô khlang màng ôn hồi ngày nay đa cư dương lia chi bay mục năng bình châu này một màng ổn miền chi xó chi plai chớ hay nâng chi bầm pon rư nâng chi tà ly nâng đôi để phục màng ổn bàn khơi nó không video nâng chẳng phục màng ổn cư dương lia bình châu này bàn top lia bình châu này hái bàn dương dốt về tự ba nó lỡ đầy xài bỏ dương hay nhom lia nào ngày nay đa cư dương lia chi chùm luôn đọc báo phục màng ổn chỉ đọc báo đã mình cho khné dương tập bài là lỡ đầy sai chấm luôn pram hạt ta là hay níคือจะการมาเพียบในขนมการดักจีต่อดอแล้วพวกมันปนต่อดออะไรđại dương trâu lơ với đã tụ hai bàn dương lyต่อตามđặtต่อตามsaiให้bàn dương thua cả bài đôi đểพวกมันbằng ôn bàn khơiในขนมวิดีโอนี่จังการทัวร์saiกสิกรรมsaiปรังในดมบอลขยมนี้cứ nuôi hot khăn mình tên phục màng ổn lia chi nó không tia lia hơi cao đã bong hơi lực đã cô dùn và tập bị lực đã cô dùn hơi bao tự do lại anh lái cứ dương lực bị cô dùn đã lơ tu chi tu tự đó sai lực bị tu đã tự tam sai hay lực bị tu đã tự tam sai nó cứ hot khăn mình tên phục màng ổn cứ dương ăn miên ấy đặc tề tự đó sai ăn miên ấy đặc tề cứ dương thua kali bị tu tụt đã tam plư sai bàn dương thua cả bài tam rồi dễ video này phong đai phục mang ôn cứ nhom miên rương ở bài chật mũi trong pram tập phục mai bằng ôn cứ channelរបស់ YouTube របស់ខ្ញុំវាជិតគ្រប់កោការphục mang ôn nó so តែ300ម៉ោងទៀតគឺខ្ញុំគ្រប់កោការ1000 subscribe និង4000ម៉ោងហើយប៉ុន្តែអកសលអីphục mang ôn YouTube រយៈពេលប្រមាណខែចុងក្រោយនេះគឺវាធ្វើការកាត់ចំនួនម៉ោងរបស់ខ្ញុំគឺកាត់ខ្លាំងមែនទែនបច្ចុប្បន្ននេះគឺនៅសល់តែ1600ជាងម៉ោងទេកាត់ពី3000ជាងម៉ោងពី3200ជាងម៉ោងនៅសល់តែ1000ជាងម៉ោងដូច្នេះពុកម៉ែបងប្អូនឃើញអត់ឃើញខ្ញុំផុសនៅវីដេអូប្រហែលថ្ងៃហ្នឹងអត់សូវផុសវីដេអូក៏ដោយសារខ្ញុំមានជំងឺបាក់ទឹកចិត្តហើយពុកម៉ែបងប្អូនលែងមានអារម្មណ៍នៅក្នុងការធ្វើ YouTube បន្តទៀតហើយនេះគឺជាវីដេអូដែលខ្ញុំថតរយៈពេល2អាទិត្យហើយនៅក្នុងទូរស័ព្ទដែលខ្ញុំអត់យកវាមកធ្វើការកាត់ដើម្បីបង្ហោះចូលទៅក្នុង YouTube របស់ខ្ញុំពាក់ព័ន្ធនឹងការធ្វើកសិកម្មទៀតទេហើយក៏អត់មានកម្លាំងនៅក្នុងការទៅស្រែដើម្បីទៅផ្ដិតយកនៅវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនពាក់ព័ន្ធនឹងការធ្វើកសិកម្មស្រូវស្រែប្រាំងលើកទី2នេះដែរក៏ដោយសារតែ YouTube គឺធ្វើស៊ីខ្ញុំខ្លាំងមែនទែនហើយបើគិតទៅដូចដែលវីដេអូដែលខ្ញុំចាប់ផ្ដើមដំបូងអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងគឺខ្ញុំមិនទាន់ដែលបានទទួលលុយដែលចេញពី YouTube នោះទេអញ្ចឹងការខិតខំប្រឹងប្រែងរបស់ខ្ញុំរយៈពេល1ឆ្នាំនេះគឺអាសាបង់ចោលតែម្ដងមកបងប្អូនការផលិតវីដេអូមួយចែកជូនបងប្អូនដើម្បីទស្សនាគឺមានផលលំបាកខ្លាំងមែនទែនពុកម៉ែបងប្អូនឃើញគេធ្វើវីដេអូមួយយើងមើលស្រួលណាស់ពេលខ្លះយើងអត់ចង់ចូលមើលទេឃើញវីដេអូហ្នឹងអន់វីដេអូហ្នឹងថតមិនច្បាស់វីដេអូហ្នឹងនិយាយទៅមិនសូវល្អដោយការយើងប្រើទូរស័ព្ទដូច្នេះទៅការថតគឺវាមិនសូវច្បាស់ទេប៉ុន្តែគឺចង់ចែករំលែកនៅបទពិសោធន៍
ដូចជាការធ្វើស្រែប្រាំងចែកជូនពុកម៉ែបងប្អូនចេះធ្វើស្រែចំការដាក់ថ្នាំអីត្រូវពុកម៉ែបងប្អូនចែកម្លែកទៅនៅក្នុងបណ្ដាញសង្គម YouTube នេះគឺជាសម្បុករៀនរបស់យើងមួយអញ្ចឹងទៅពេលណាដែលពុកម៉ែបងប្អូនមានបទពិសោធន៍អីល្អអាចធ្វើជាវីដេអូចែកជូនទៅគ្នាទៅវិញទៅមកប៉ុន្តែសូមឲ្យតម្លៃអ្នកដែលធ្វើផងពុកម៉ែបងប្អូនគឺលំបាកខ្លាំងណាស់តម្រាំតែទៅផ្ដិតរូបភាពបានតម្រាំតែកាត់បានតម្រាំតែបញ្ចូលសំឡេងត្រូវជាមួយនឹងវីដេអូហ្នឹងគឺនឿយហត់ខ្លាំងមែនតើហើយដល់ពេលចំណាយខ្ញុំនេះបន្ទាប់ពីយើងធ្វើចិត្តជោគជ័យហើយស្រាប់តែ YouTube ធ្វើការពិន័យមកលើយើងបែបហ្នឹងធ្វើឲ្យយើងមានអារម្មណ៍ថាសេតខ្លាំងមែនទែនអស់អារម្មណ៍នៅក្នុងការធ្វើវាហើយបច្ចុប្បន្ននេះវាមិនទាន់នឹងឈប់កាត់ចំនួនម៉ោងខ្ញុំទេខ្ញុំរងចាំមើលថាតើវាកាត់ចំនួនម៉ោងរបស់ខ្ញុំនឹងរហូតដល់ពេលណាទៀតបានវាឈប់កាត់រហូតមកដល់ថ្ងៃនេះហើយគឺវានៅតែកាត់ចំនួនម៉ោងរបស់ខ្ញុំពុកម៉ែបងប្អូនដូច្នេះសូមចិត្តពុកម៉ែបងប្អូនសូមចូលមើលវីដេអូរបស់ខ្ញុំឲ្យច្រើនក៏ដូចជាចុច Subscribe នៅរាល់វីដេអូរបស់ខ្ញុំក៏ដូចជា Channel របស់ខ្ញុំឲ្យបានច្រើនទាំងអស់គ្នាផងពុកម៉ែបងប្អូនដើម្បីឲ្យខ្ញុំមានអារម្មណ៍នៅក្នុងការផលិតនៅវីដេអូពាក់ព័ន្ធនឹងការធ្វើកសិកម្មហើយនឹងនេសាទដូចដែល content ដែលខ្ញុំបានជ្រើសនេះដែលខ្ញុំបានដាក់ឈ្មោះនេះគឺពាក់ព័ន្ធនឹងការធ្វើកសិកម្មក៏ដូចជានេសាទនេះដូច្នេះបច្ចុប្បន្ននេះគឺយើងអត់ទាន់មានទឹកទេក៏ដូច្នេះខ្ញុំក៏ធ្វើនៅកសិកម្មដូចជាស្រូវលើកទី1ស្រូវលើកទី2ថាដាក់ថ្នាំអីត្រូវដើម្បីឲ្យស្រូវយើងល្អថាធ្វើកសិកម្មរបៀបម៉េចដើម្បីឲ្យយើងបានផលចំណេញបានច្រើនហើយបន្ទាប់ពីមានទឹកខែ7ខែ8បន្ទាប់ពីទឹកធំឡើងមកខ្ញុំនឹងទៅផ្ដិតយកនៅវីដេអូពាក់ព័ន្ធនឹងការនេសាទត្រីចែកជូនពុកម៉ែបងប្អូនដើម្បីទស្សនាបន្តទៀតហើយក៏អរគុណខ្លាំងមែនទែនចំពោះអ្នកដែលតាមដាននៅរាល់វីដេអូរបស់ខ្ញុំក៏ដូចជាជួយ Subscribe នៅ Channel YouTube របស់ខ្ញុំមួយនេះបាទ